ពួកយើងពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលធ្វើឲ្យទ្រង់ជួបរឿងទាំងអស់នេះពួកយើងសូមតែស្លាប់ពួកយើងនឹងមិនបង្ខំទ្រង់ឲ្យមកការពារពួកយើងទៀតឡើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការបង្កើតបកមួយនេះគឺមានសារៈសំខាន់សម្រាប់ទ្រង់ខ្លាំងណាស់ដូច្នេះសូមធ្វើការគិតពិចារណាឡើងវិញព្រះពរពិតមែនហើយតែវសកុំព្រោះដោយសារតែពួកខ្ញុំធ្វើឲ្យខូចការងារធំណាស់បិទមាត់របស់ពួកឯងភ្លាមតើពួកឯងដឹងទេថាមូលហេតុអីបានជាយើងចង់បង្កើតបកមួយនេះគឺព្រោះតែទ្រង់គឺជាទេវអប្សរនោះអីអញ្ចឹងគ្រាន់តែខ្ញុំគឺជាទេវអប្សរគឺខ្ញុំត្រូវតែបង្កើតបកមួយនេះមែនទេអ្នកណានិយាយបែបហ្នឹងខ្ញុំមិនដែលស្គាល់ទេថាការបង្កើតបកជាអ្វីហើយទេវអប្សរគឺជាអ្វីខ្ញុំចង់បង្កើតបកនេះឡើងគឺដើម្បីតែពួកឯងនឹងហើយខ្ញុំជឿជាក់លើពួកឯងដូច្នេះខ្ញុំបង្កើតបកនេះឡើងក្នុងគោលបំណងធ្វើតាមការសម្រេចចិត្តរបស់ពួកឯងគ្រប់គ្នាហើយខ្ញុំក៏ជឿជាក់ថាពួកឯងចង់ឲ្យខ្ញុំរីកចម្រើនដូច្នេះពួកយើងទាំងអស់គ្នាត្រូវតែរីកធំធាត់ជាមួយគ្នាណាលីនហ្វឹងលាវឈីងអ៊ីនហ្វានពួកឯងគួរតែឈប់និយាយទៅពាក្យថាជាមនុស្សដែលនាំទុកទោសមកដល់ខ្ញុំបើគ្មានពួកឯងបកមួយនេះក៏គ្មានន័យសម្រាប់ខ្ញុំដែរអូខ្ញុំពិតជាក្តុកក្តួលណាស់តែបសខ្ញុំក៏មិនចង់ទៅដែរប៉ុន្តែពួកម៉ាស៊ីអស់នោះប្រាប់ខ្ញុំថាការចាក់ចែងរបស់ពួកខ្ញុំធ្វើឲ្យទ្រង់គុំថ្កើងបានល្អជាងនេះពួកគេបាននិយាយថាពួកយើងនៅនាំតែទើសដៃទើសជើងទេហើយថាបន្ទុកឲ្យទ្រង់ទៀតផងខ្ញុំពិតជាក្តុកក្តួលខ្លាំងណាស់នៅពេលដែលទ្រង់និយាយថាពួកយើងមិនមែនជាមនុស្សដែលធ្វើឲ្យទើសដៃទើសជើងនោះដូចចង់ស្ដាយក្រោយមិនទេនេះតែបសពួកយើងដឹងខ្លួនខុសហើយដូច្នេះពួកយើងចាប់ពីពេលនេះតទៅនឹងនៅក្បែរទ្រង់ជានិច្ចប៉ុន្តែបន្ទាប់ពីមានរឿងបែបនេះកើតឡើងទ្រង់ត្រូវតែជ្រើសគ្រួសារថ្មីណាព្រះពរកុំបារម្ភពីរឿងនេះអីយើងនៅមានគ្រួសារតកូលយន់មួយទៀតដែរតើប៉ុន្តែឆ្ងល់ណាស់ហេតុអីបានជាលើកនេះគ្រួសារតកូលយន់គេអត់ព្រមមកអញ្ចឹងមានរឿងខ្លះដែលខ្ញុំនៅមិនទាន់ជម្រាបប្រាប់ទ្រង់ណាទេពអប្សរគ្រួសារតកូលយន់គេមើលទៅលើអត្តចរិតមនុស្សច្រើនជាងណាមួយកូនសិស្សដែលទ្រង់ជ្រើសរើសនេះមានធម៌ពលមិនបានយូរប៉ុន្មាននៅឡើយទេដូច្នេះគ្រួសារតកូលយន់អាចនឹងបោះបង់មកលើទ្រង់ណាលោកលីងតើខ្ញុំអាចដឹងទេថាគ្រួសារតកូលយន់គេគិតបែបណាបើសិនជាពួកគេដូចជាមនុស្សទាំង3នោះខ្ញុំនឹងមិនសហការជាមួយពួកគេនោះទេបាទទីមើលទៅគេដូចជាសប្បាយចិត្តខ្លាំងដល់ហើយ3ថ្ងៃក្រោយមកពិតមែនទេពិតមែនហើយគ្រួសារតកូលយន់គេនិយាយថាគេនឹងគាំទ្ររាល់គ្រប់យោបល់ដែលទ្រង់បានផ្ដល់ឲ្យពិតជាល្អណាស់ទីបំផុតខ្ញុំបានរកឃើញអ្នកដែលខ្ញុំកំពុងតែតាមរកហើយប៉ុន្តែខ្ញុំពិតជាចង់ដឹងណាថាពេលណាទើបខ្ញុំបានជួបលោកម្ចាស់គ្រួសារតកូលយន់នោះទៅណោះគាត់ច្បាស់ជាមនុស្សល្អហើយណាខ្ញុំសម្រេចចិត្តហើយថាខ្ញុំជ្រើសរើសគ្រួសារតកូលយន់តែមុខគាត់ថាម៉េចធ្វើបែបនេះមិនបានទេណាធម្មតាគេតែងតែជ្រើសយ៉ាងហោចណាស់ក៏3គ្រួសារដែរដើម្បីជួយទ្រទ្រង់នៅក្នុងការបង្កើតបករបស់ទ្រង់ណាខ្ញុំសុខចិត្តជ្រើសរើសគុណភាពគ្រាន់បើជាងចេះតែរើសប៉ុន្តែពួកគេតែងតែផ្ដល់បញ្ហាឲ្យខ្ញុំមិនចេះឈប់មិនចេះឈរណាទ្រង់មានប្រសាសន៍បែបនេះក៏ត្រូវមួយយ៉ាងដែរនិយាយអញ្ចឹងដូចជាបាត់សិនរងណាក្រែងគេមកលុកខ្ញុំជារៀងរាល់ថ្ងៃរហូតដល់ខ្ញុំជ្រើសរើសក្រុមគ្រួសាររបស់គេមិនអញ្ចឹងឯងប៉ុន្តែថ្ងៃនេះដូចជាអត់ឃើញគេអញ្ចឹងតែបបសត្រូវតែប្រុងប្រយ័ត្នជាមួយមនុស្សម្នាក់នេះឲ្យខ្លាំងបំផុតណាព្រោះថាប្រវត្តិរូបរបស់គេនៅមិនទាន់ស៊ើបដឹងនៅឡើយទេលុះស្អែកឡើងកម្មវិធីនោះក៏ចូលមកដល់ហើយមើលទៅកម្មវិធីមួយហ្នឹងគេរៀបចំឡើងអធិធំខ្លាំងមែនទែនមានមនុស្សហើយនឹងក្រុមគ្រួសាររាប់រយរាប់ពាន់នាក់ចូលរួមឡើងអធិធមតែបបសគ្រួសារតកូលអូទេតានេះបើតាមមើលទៅមុខនេះដូចជាទើបតែងើបពីដីជាមិនខាននៅទេហាច្បាស់ជាត្រូវគេអូឲ្យមកជាមិនខានទេនេះហាមើលមុខរបស់នាងចុះគួរឲ្យស្រឡាញ់ដល់ហើយខ្ញុំចង់តែងឯក្បាលនាងលេងទេនេះកម្មវិធីជ្រើសរើសក្រុមគ្រួសារចាប់ផ្ដើមនិយាយរួមទៅមិនថាយើងមិនថាគេឲ្យតែមានកម្មវិធីអីមួយតែងតែមានថ្លែងសន្ទរកថារាប់ម៉ោងជានិច្ចនិយាយទៅតាំងពីព្រឹករហូតដល់ចុងថ្ងៃត្រង់បានកម្មវិធី original គេចាប់ផ្ដើមបើអ្នកស្ដាប់វិញស្ដាប់ឡើងងុយដេកតែម្ដងទីបំផុត
គេក៏ថ្លែងសន្ទរកថាចប់ហើយតម្រូវឲ្យទេវអប្សរទាំងពីរនាក់ហ្នឹងជាអ្នកជ្រើសរើសហើយអាសីអ៊ូនេះគេក៏សុំឡើងទៅជ្រើសរើសមុនហើយគ្រួសារដែលនាងបានរើសវិញគឺសិតតែកំពូលអ្នកមានតែម្ដងហើយមានមុខមានមាត់ហើយអ្នកដែលនាងជ្រើសរើសនោះគឺគ្រួសារតកូលឈិនមកពីឈៀងអានគ្រួសារតកូលលីមកពីយ៉ាងសៀងហើយនិងគ្រួសារតកូលឈិនមកពីថៃចាងគឺជាបរិវាររបស់នាងហើយនាងនឹងបដិញ្ញាថានាងនឹងបន្តពង្រីកបរិរបស់នាងឲ្យកាន់តែធំហើយកាន់តែមានគុណភាពល្អអញ្ចឹងណាហើយអ្នកដែលនាងជ្រើសរើសចុងក្រោយគេនោះគឺគ្រួសារតកូលឡុងមកពីភូមិភាគខាងលិចនិយាយទៅនាងជ្រើសរើសយកគ្រួសារតកូលឡុងនោះធ្វើជាអ្នកដែលតាមចិត្តដិតតែម្ដងរបៀបថាផ្សារភ្ជាប់ទំនាក់ទំនងមិនថាស្លាប់ឬក៏រស់ក៏នៅតែជាមួយគ្នាអញ្ចឹងណាអូអ្នកទាំងអស់គ្នាមានឮសូរសលេងញ៉ៃញ៉ៃអត់ឮសូរសលេងជាងគេដំនេះដំនោះក្បែរផ្ទះហេតុអីមិនជាគេមើលមុខខ្ញុំអញ្ចឹងបន្ទាប់ពីបានឃើញថាគ្រូសតកូលអ៊ូបានជ្រើសរើសខ្លួនគាត់ហើយគាត់ក៏សច្ចាថានឹងប្រណិប័តជាមួយនឹងគ្រូសតកូលអ៊ូមិនថាស្លាប់ឬក៏រស់ទេគឺអត់បែកខ្ញែកគ្នាជាដាច់ខាតតែម្ដងបានហើយឯងអាចងើបបានហើយណាខ្ញុំជ្រើសរើសរួចហើយដល់វេននាងម្ដងហើយគ្រួសារដែលខ្ញុំជ្រើសរើសនេះគឺគ្រួសារតកូលយន់មកពីអានអ៊ីគឺជ្រើសរើសតែគ្រួសារតកូលអានតែប៉ុណ្ណោះសម្ដីរបស់នាងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែនធ្លាប់តែឃើញគេជ្រើសរើសយ៉ាងច្រើនគ្រួសារដើម្បីមានធនធានច្រើនបង្កើតបកដល់ពេលឮតាទោះស្អីយើងជ្រើសរើសតាមគ្រួសារចឹងឡើងគ្រប់គ្នាតក់ស្លុតខ្លាំងហ្មងនិយាយទៅគ្រួសារផ្សេងក៏បាត់បង់ឱកាសនៅក្នុងការចូលរួមបករបស់ទេពអប្សរដែរយល់អត់អញ្ចឹងរឿងយើងចាប់ប៉ុណ្្នឹងសិនចាំជួបគ្នាលើកក្រោយទៀតបាយដោយសារមានសលេងរំខានពេកហើយសលេងដំនេះដំនោះជាងគេធ្វើទេហ៎បាយ